សូមគោរពសួស្តីប្រិយមិត្តផ្ទះឆ្ងាញ់គោដុតស្នេហាជាតិថ្ងៃនេះថ្ងៃជ័យសិរីសួស្តីថ្ងៃទី12ខែមីនាឆ្នាំ2025ផ្ទះឆ្ងាញ់គោដុតមានកិត្តិយសធ្វើពិធីឡើងគេអដ្ឋានថ្មីជូនបងប្រុសម្នាក់ដែលជាហ្វេនផ្ទះឆ្ងាញ់គោដុតដែរនៅខាងបរិយាពិភពថ្មីផ្លូវជាតិលេខ3គម្រោង3ព្រមគ្នានេះដែរសាខាផ្ទះឆ្ងាញ់គោដុតសាខា29នៅក្បែរសង្កាត់ព្រែកប្រាបើកលក់ហើយបងប្អូននៅខាងផ្សារព្រែកប្រាសង្កាត់ព្រែកប្រាខាងចំពុះក្អែកខាងកោះកបីខាងផ្លូវតងើបាទខាងច្បារអំពើក្តីសូមជួយគាំទ្រផងខាង29បើកថ្មីមានប្រូម៉ូសិនទិញកន្លះគីឡូថែមសាច់គោមកប្រអប់តូចទិញ1គីឡូថែមសាច់គោ2ប្រអប់តូចឬក៏យកជាភេសជ្ជៈក៏បានទិញមកប្រអប់20000ថែមកូកា1កំប៉ុងទីតាំងនៅជាប់នឹងច្រកចូលហាងចំណូលលាប369នឹងតែម្ដងទល់មុខប្រឆិតសាលាមីគីវេបន្តិចផ្ទះឆ្ងាញ់គោដុតធានាថារសជាតិឆ្ងាញ់មានអនាម័យគោដុតពិតក្លិនគ្រប់គីឡូប្រើតែគោខ្មែរគោស្រែគោស៊ីស្មៅប៉ុណ្ណោះដោយក្តីគោរពស្រឡាញ់ដ៏ស្មោះស្ម័គ្រអស់ពីដួងចិត្តខ្ញុំបានផ្ទះឆ្ងាញ់គោដុតសូមអរគុណសូមគោរពជម្រាបលា